អ្នកប្រាជ្ញព្រះគម្ពីរគាត់បាននិយាយMartin Luther ថាព្រះមិនត្រូវការឲ្យយើងធ្វើអំពើល្អដើម្បីឲ្យព្រះអង្គសពហត្ថទេប៉ុន្តែអ្នកចិត្តខាងត្រូវការកន្លែងហ្នឹងចង់និយាយថាយើងបានសង្គ្រោះនៅនៃសារការប្រព្រឹត្តល្អរបស់យើងទេប៉ុន្តែព្រះអង្គនៅតែត្រូវការឲ្យយើងធ្វើអំពើល្អជាមួយអ្នកចិត្តខាងបាទអញ្ចឹងតាមពិតទោះបីយើងអត់ទាន់ជឿព្រះក៏ដោយមនុស្សជាច្រើនអត់ទាន់មានគោលបំណងឯងគាត់និយាយថាគាត់មានគោលបំណងតែគោលបំណងគាត់អាប់ដេតរហូតអាប់ដេតហ្នឹងវាមិនមែនជាបញ្ហាតែបញ្ហាដែលយើងអត់ដឹងថាប្រហែលឆ្នាំហ្នឹងយើងធ្វើអីកាលមុនយើងអត់ដែរគិតទេមែនទេយើងនឹងតែរៀនចប់ធ្វើការងារល្អរើការងារល្អធ្វើអញ្ចឹងទៅតែយើងអត់ចេះដាក់ plan យើងរស់នៅតាមតែពុកម្ដាយឲ្យទៅរៀនអញ្ចឹងណាបាទអញ្ចឹងមកដល់បច្ចុប្បន្នយើងចាប់ផ្ដើមចេះគិតយើងចាប់ផ្ដើមចេះគិតថាខ្ញុំរស់នៅដើម្បីរកសុភមង្គលមើលការងារល្អរកប្តីបាទឬក៏រកប្រពន្ធបាទយើងចាប់ផ្ដើមចេះគិតហើយនៅពេលទីទៀតទៅយើងចាស់ទុំទីទៀតយើងចាប់ផ្ដើមគិតថាខ្ញុំចង់បានអ្នកដែលជឿព្រះដែរខ្ញុំចង់បានគាត់រៀងសុភាពខ្ពស់ស្គមទៀបសខ្មៅស្អែមអីចឹងនេះគឺជាគោលបំណងហើយបងប្អូនឥឡូវអត់ទាន់មានការសរសេរចុះគោលបំណងតែថ្ងៃនេះយើងនឹងសរសេរចុះទាំងអស់គ្នាថាគោលបំណងយើងបច្ចុប្បន្នគឺជាអីហើយសូមចាំថាវាអត់មានខុសទេឲ្យតែគោលបំណងរបស់យើងនឹងវាស្របតាមព្រះគម្ពីរគោលបំណងនឹងមិនដែរដូចគ្នាទាំងអស់ទេបាទចឹងថ្ងៃនេះយើងនឹងសរសេរចុះឧទាហរណ៍គោលបំណងក្នុងរយៈពេល2ឆ្នាំខាងមុខទៀតខ្ញុំរៀនចប់ខ្ញុំចង់បានការងារល្អតែការងារហ្នឹងបែបមិនឧទាហរណ៍តែទៅតាមប្រភេទការងារអញ្ចឹងណាបាទយើងមើលពីគំរូរបស់លោកម៉ូសេស្គាល់ម៉ូសេបាទបើសិនជាឲ្យរៀបរាប់ចែកប្រកាសជារៀបរាប់ឡើងវែងឡើយបន្តទៀតតែចង់គួរឲ្យចែករៀបរាប់ទៀតដែរជាងគាត់គាត់តែជាក្មេងកំព្រាម្នាក់ដែលគេយកទៅចិញ្ចឹមប៉ុន្តែយើងឃើញថាព្រះប្រើគាត់សម្រាប់គោលបំណងឲ្យដឹកនាំរាជអ៊ីស្រាអែលចេញពីប្រទេសអេស៊ីបអ៊ីស្រាអែលគាត់ជាប់ជាទាសករនៅអេស៊ីបហើយថ្ងៃមួយបាទម៉ូសេគាត់ខឹងពេកគាត់បានវាយសម្លាប់ពួកអ្នកដែលធ្វើបាបប្រជាជនអ៊ីស្រាអែលបាទហើយចុងក្រោយគាត់រត់យ៉ាងណាមិនដល់ចុងក្រោយគាត់ចូលទៅវិញដើម្បីសូមស្ដេចផារ៉ោនដើម្បីឲ្យផារ៉ោនអនុញ្ញាតឲ្យនាំទាសករទាំងអស់ចេញទៅថ្វាយបង្គំព្រះនៅទឹកដីកាណានហើយយើងឃើញថាមានរឿងអីកើតឡើងផារ៉ោនអត់ឲ្យ1 2 3ដល់10ដែលព្រះនាំគ្រោះកាចទាំង10ដល់ពួកគាត់អញ្ចឹងមកដំណាក់កាលម៉ូសេដឹកនាំអ៊ីស្រាអែលអញ្ចឹងព្រះបង្កើតគាត់សម្រាប់គោលបំណងដឹកនាំអ៊ីស្រាអែលចេញពីទេសភាពនៅអេស៊ីបបាទអញ្ចឹងយើងធ្លាប់គិតដែរមានអ្នកខ្លះគាត់បេសកកម្មក្នុងជីវិតរបស់គាត់គឺគាត់ចង់ទៅធ្វើការបម្រើតែពួកជនជាតិអីចឹងអ្នកខ្លះទៅតែបកប្រែកពីអ្នកខ្លះទៅតែអ្នកគេហៅថាស្ត្រីឬស៊ីផ្លូវភេទអ្នកខ្លះទៅខាងជាបាលអ្នកជំងឺអ្នកខ្លះចូលចិត្តខាងចម្រៀងដូចលោកគ្រូសុខុមអញ្ចឹងគាត់ចូលចិត្តចម្រៀងគាត់ចង់នាំចម្រៀងនាំមនុស្សទៅសាវកម្មព្រះតាមរបបចម្រៀងអាហ្នឹងជា mission របស់គាត់ក្នុងជីវិតនេះហើយសាវកពលគឺគាត់បេសកកម្មរបស់គាត់ព្រះហៅគាត់មកទៅគឺនឹងល្អដល់សាទតីនឹងល្អដល់សាទតីអ្វីជាការដែលខ្ញុំចង់ធ្វើហើយអ្វីដែលអាចកើតឡើងសម្រាប់ជីវិតរបស់ខ្ញុំពួកអីអារឿងខ្លះយើងប្រាថ្នាធំពេកវាអត់អាចទៅរួចទេពេលខ្លះយើងអត់ហ៊ានគិតអត់ត្រូវយើងត្រូវហ៊ានគិតបាទអញ្ចឹងការត្រាស់ហៅដែលមកពីព្រះគឺតែងតែស្របទៅនឹងព្រះគម្ពីរហើយនឹងត្រូវនឹងលក្ខណៈសម្បត្តិរបស់យើងបាទអ្នកខ្លះចូលចិត្តមករៀនអ្នកខ្លះចូលចិត្តធ្វើការបែបគេហៅថា behind the stage គឺការនៅខាងក្រៅឆាកបាទរៀបចំទុកដែរអ្នកខ្លះមានចិត្តក្តួលអាណិតចូលចិត្តតែជួយអ្នកកំព្រាអញ្ចឹងយើងគិតពីខ្លួនឯងថាអ្វីជាចំណុចខ្លាំងរបស់ខ្ញុំអ្វីជា
my passion បំណងចិត្តដែលខ្ញុំចង់ធ្វើអ្វីដែលអាចកើតឡើងចំពោះការដែលព្រះត្រាស់ហៅសម្រាប់ខ្ញុំយើងអាចទៅសេចចុះមកទីទៀតយើងចែកចាយទុកពេលឲ្យ5នាទីទៅ7នាទី